សហគ្រាសជាច្រើននៅកម្ពុជានៅតែពឹងផ្អែកលើដំណើរការដោយដៃសម្រាប់ការផ្ទៀងផ្ទាត់ការទូទាត់ដែលជាការអនុវត្តមួយដែលបណ្ដាលឲ្យប្រសិទ្ធភាពនិងការរីកចម្រើនត្រូវបានរងស្ទះយ៉ាងខ្លាំងវិធីសាស្ត្រដោយដៃនេះកើតចេញពីបញ្ហាមូលដ្ឋានមួយគឺពួកគេមិនអាចប្រើប្រាស់ប្រព័ន្ធទូទាត់តាមអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាពទេមូលហេតុសំខាន់នៃការមិនអាចប្រើប្រាស់នេះគឺតម្រូវការសំខាន់មួយសហគ្រាសត្រូវតែមានលេខសម្គាល់ចុះបញ្ជីអាជីវកម្មផ្លូវការដើម្បីចូលប្រើប្រព័ន្ធទូទាត់សំខាន់ទាំងនេះការទទួលបានលេខសម្គាល់ចាំបាច់នេះជារឿយមានថ្លៃដ៏ថ្លៃពេកដោយថ្លៃចុះបញ្ជីផ្លូវការរវាង$400ដល់$1,500ហើយអាចទៅដល់$1,000បន្ថែមទៀតប្រសិនបើរួមបញ្ចូលថ្លៃច្បាប់និងថ្លៃអ្នកប្រឹក្សាលើពីនេះទៅទៀតសហគ្រាសត្រូវប្រឈមមុខនឹងពន្ធប្រចាំឆ្នាំប្រហែល$50ទោះបីជាមានប្រាក់ចំណេញល្អក៏ដោយដែលបន្ថែមបន្ទុកហិរញ្ញវត្ថុនិងធ្វើឲ្យសហគ្រាសតូចមធ្យមជួបការលំបាកឧបសគ្គហិរញ្ញវត្ថុដ៏ធំនេះបង្កើតជាឧបសគ្គខ្ពស់សម្រាប់ការចូលរួមដែលជាហេតុធ្វើឲ្យសហគ្រាសកម្ពុជាច្រើនមិនអាចស្វ័យប្រវត្តិកម្មប្រព័ន្ធទូទាត់តាមអ៊ីនធឺណិតរបស់ខ្លួនបានទេដើម្បីបង្ហាញឲ្យឃើញអំពីរឿងនេះយើងមកមើលឧទាហរណ៍ជាក់ស្ដែងមួយជាមួយប្រព័ន្ធទូទាត់ធំមួយគឺ Apple Payway ដំណើរការដាក់ពាក្យសម្រាប់ Apple Payway សម្រាប់ការទូទាត់តាម e-commerce ស្នើសុំឯកសារចុះបញ្ជីសហគ្រាសយ៉ាងច្បាស់ដូចដែលបង្ហាញនៅទីនេះលក្ខណៈតម្រូវការនេះបង្ហាញពីបញ្ហាមួយដោយសហគ្រាសដែលមិនមានការចុះបញ្ជីផ្លូវការមិនអាចបន្តដំណើរការបានទេហើយធ្វើឲ្យពួកគេមានដែនកំណត់ក្នុងការចូលប្រើដំណោះស្រាយទូទាត់តាមអ៊ីនធឺណិតសម័យថ្មី